សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបឆុងកាហ្វេញ៉ាំងាយៗនៅផ្ទះដំបូងយើងត្រូវមានកាហ្វេឧបករណ៍កិនកាហ្វេយើងចាក់កាហ្វេចូលក្នុង grinder ទៅកិនវាមានកម្រិតម៉ត់របស់វាយើងយកកម្រិតម៉ត់វាប្រហែល 3.5 ទៅ 4 អញ្ចឹងណាបន្តមកយើងប្រើទឹកក្តៅចាក់ចូលក្នុងការផុតយើងប្រើទឹកក្តៅដើម្បីឲ្យលឿនក្នុងការឆុងរបស់យើងតោះមកយើងដាក់ម្សៅកាហ្វេចូលទៅអូខេយើងប្រើតម្រងกระดาษដើម្បីច្រោះកុំឲ្យមានកតិចទូចឡើងទៅតែចាក់ទឹកផ្សើមមានឲ្យជាប់វាយើងមួលវាចូលវិញទៅតែយើងប្រើកណាត់ទ្រាប់ដៃយើងកុំឲ្យលាកក្តៅយើងពេលដែលយើងឆុងវានឹងដោយមកការផុតយើងក៏ប្រើភ្លើងខ្លាំងអូខេឥឡូវយើងដល់កន្លែងយើងលាយឥឡូវយើងបានទឹកកាហ្វេអេសប្រេសូចង់ធ្វើជាអាមេរិកាណូទៅថែមទឹកក្តៅហើយស្ករទឹកស្ករលាយចូលគ្នាទៅអូខេរួចរាល់ហើយយើងកូរវាចូលល្បាយតែមួយទេ